សមជាយុវកសិករកំព្រាឪពុកម្ដាយតាំងពីតូច មានប្រពន្ធម្នាក់ឈ្មោះនាងសោយ កំព្រាឪពុកម្ដាយដូចគ្នា ដោយភាពក្រីក្រគេទាំងពីរបានចាកចេញពីស្រុកកំណើត ទៅប្រកបរបរធាក់ស៊ីក្លូនៅភ្នំពេញ សមធាក់ស៊ីក្លូបានច្រាស់ទិស ត្រូវប៉ូលីសផាក រកប្រាក់បង់ពិន័យពុំបាន អ្នកស្រីគឹមលៀងបានស្ដីបន្ទោសរួចដកហូតស៊ីក្លូលេងឲ្យធាក់ ចំណែកតាសានវិញក៏បណ្តេញសមនិងសោយចេញពីខ្ទមដែរ ព្រោះអ្នកទាំងពីរគ្មានលុយបង់ឈ្នួលផ្ទះ មុននឹងចាកចេញពីខ្ទមដ៏កំសត់នេះ សៅដែលជាមេក្រុមចោរលួចឆក់ បានបបួលសមឲ្យចូលដៃធ្វើសកម្មភាពជាមួយខ្លួន តែសមមិនព្រម ហើយប្រកាន់នូវភាពយុត្តិធម៌ជានិច្ច សមនិងប្រពន្ធបានចូលទៅរស់នៅតាមសយាព្រះវិហារលោកសង្ឃយួននៅវត្តទួលប្រស្រី ពេលនោះនាងសោយត្រូវបានយាយចាស់ម្នាក់នាំឲ្យទៅបម្រើផ្ទះចៅកែហុក ដោយមានការយល់ព្រមពីសំណាក់សមជាប្តីផងដែរ យប់មួយដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងវេលាម៉ោង 21 ចៅកែហុកបានចូលទៅចាប់រំលោភនាងសោយដោយកម្លាំងកាមអារម្មណ៍យ៉ាងព្រៃផ្សៃបំផុត ដោយមានការឈឺចាប់ជាខ្លាំងព្រឹកឡើងនាងក៏ចាកចេញពីផ្ទះចៅកែហុកដើម្បីទៅរកមិត្តភក្តិកម្មករត្រីចក្រយានរបស់ប្តីនាង គឺនាយមីនិងនាងមុំ ក៏បានជួបប្រពន្ធហើយ ក៏ដឹងថាចៅកែហុកធ្វើអំពើមិនគប្បីមកលើប្រពន្ធ ទោះបីប្រពន្ធនិងមិត្តភក្តិគាត់យ៉ាងណាក៏ដោយ ក៏សមនៅតែមានបំណងសម្លាប់ចៅកែហុកចោល យប់មួយសមបានចូលទៅសម្លុតចៅកែហុកតាមកំហឹងរបស់ខ្លួន តែដោយចាញ់កលចៅកែហុកសមក៏ត្រូវចាប់បើចូលគុកធំ ក្រោយមកត្រូវតុលាការកាត់ទោសជាប់គុកចំនួន 3 ខែ បន្ទាប់ពីសមត្រូវជាប់គុក នាងសោយនិងនាងមុំបាននាំគ្នាទៅសួរសុខទុក្ខសមនៅឯគុកធំ នៅថ្ងៃអាទិត្យដោយភាពខ្សឹកខ្សល់ ពេលនៅក្នុងគុកសមត្រូវបាក់ពួកជាប់គុកមុនមានឈ្មោះហួរ សួល និងពួកអនុរាកនាំគ្នាវាយធ្វើបាបដោយគ្មានការពិចារណាឡើយ ក្រោយការណែនាំអប់រំពីភួរឈួយគុក សមនិងនាងសោយក៏ត្រូវមីជូនទៅផ្ទះនៅជិតវត្តមហាមន្ត្រីដោយត្រីចក្រយាន ថ្ងៃបន្ទាប់មកក៏បានទទួលស៊ីក្លូពីសេដ្ឋីនីចិត្តល្អមេម៉ាយម្នាក់ឈ្មោះយាយកាន ពេលសមទៅរកប្រាក់ត្រូវឡានបុកសន្លប់បាត់ស្មារតី ត្រូវដឹកទៅមន្ទីរពេទ្យព្រះកុតុមាលា រួចពីគ្រោះថ្នាក់សមក៏បានចូលទៅធ្វើការនៅរោងឧស្សាហកម្មសាប៊ូ ដោយការព្យាយាមពេលការបូរាណលាឈប់ចៅកែក៏តែងតាំងសមជំនួស ព្រមទាំងអនុញ្ញាតឲ្យសមនិងប្រពន្ធមកស្នាក់នៅក្នុងបន្ទប់នៃរោងចក្រឧស្សាហកម្មនេះផង សេងអានជាកូនថៅកែរបស់ថៅកែសេងលីត្រូវទៅមើលការនៅហុងកុង ចៅកែសេងលីក៏បានតែងតាំងក្មួយលោកឈ្មោះសេងហុងឲ្យមើលការជំនួស ពេលនោះសមត្រូវបានសេងហុងបណ្តេញចេញលែងឲ្យធ្វើការ ព្រោះសមធ្វើតាមបញ្ជារបស់សេងហុង សមទៅធ្វើការកន្លែងណាក៏ដូចកន្លែងណា ត្រូវបានឋានៈជាការបូរាណ ប៉ុន្តែមិនបានសិទ្ធិទេត្រូវម្ចាស់កន្លែងបណ្តេញចេញរហូត ដោយមានកម្មករស្គាល់ច្រើនសមក៏បានបង្កើតសហគមន៍កម្មករមួយ តែក្រោយមកក៏ត្រូវអ្នកនយោបាយបោកប្រាស់ធ្វើជាឈ្នាន់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ សមាជិកតំណាងរាស្ត្រថ្មីបន្ទាប់ពីបានជាប់ឆ្នោត ហើយក៏ក្រឡាស់ធ្វើជាលែងទទួលស្គាល់អ្នកដែលធ្លាប់ជួយខ្លួន សមនឹងខ្លួនហើយពោលថា តទៅមុខលែងមិនដែរឲ្យពួកនយោបាយបោកប្រាស់ទៀតហើយ សមនឹកសម័យថាឱណអ្នកនយោបាយវាក្លាយទៅជាអ្នកនយោបាយទេតើណ នាងសោយមានគភ៌គ្មានលុយទិញថ្នាំសង្កូវផឹក ដល់គ្រប់ខែត្រូវឆ្លងទន្លេសមទៅពឹងគ្រូពេទ្យ
នរីឲ្យជួយតែគេមិនបានសម្រេចនាងសោយក៏ស្លាប់ក្នុងពេលសម្រេចទៅបន្ទាប់ពីប្រពន្ធស្លាប់ទៅសមប្រកបមុខរបរធាក់ស៊ីក្លូទៀតមិនសមប្រកបសមបានទៅបំពាក់លោកសេនជាតំណាងរាស្ត្រដែលសមធ្លាប់ជួយក្នុងពេលបោះឆ្នោតតែអកុសលលោកយាយបែរជាធ្វើមិនស្គាល់សមទៅវិញបន្ទាប់មកសមក៏ក្លាយជាមនុស្សអនាថាគ្មានទីជម្រកគ្មានសម្គាល់ខ្លួនត្រូវប៉ូលីសចាប់ឃុំអស់ពី3ថ្ងៃទើបដោះលែងវិញដោយខ្លួនគ្មានទីពឹងហើយការស្រេកឃ្លាតធ្វើទុក្ខខ្លាំងពេកសមក៏ដាច់ចិត្តទៅប្រកបរបរចោរឆក់បន្ទាប់ពីការបំភ្លឺរបស់មីសមក៏យកព្រមយករបស់របរដែលនៅសេសសល់ទៅប្រគល់ឲ្យម្ចាស់ដើមវិញតែលោកអង្គញាសម្បូរសម្បត្តិមិនព្រមក៏ចាប់បញ្ជូនទៅឲ្យភ្នាក់ងារប៉ូលីសក៏ចាប់ឃុំឃាំងក្នុងគុក6 ខែសមដើរឆ្លងផ្លូវត្រឡានរបស់លោករដ្ឋមន្ត្រីក្មេងបុករដ្ឋមន្ត្រីក៏នាំសមទៅមន្ទីរពេទ្យហើយក៏ជួយឲ្យសហុយចំនួន500រៀលព្រមទាំងបានផ្ដាំឲ្យសមទៅរកគាត់កុំបីខានតែសមបែរជាប្រកែកមិនយកលុយហើយឲ្យលោករដ្ឋមន្ត្រីជួយរកការងារធ្វើលោករដ្ឋមន្ត្រីបានឲ្យសមទៅនៅថែមផ្ទះលោកសមក៏បានសុខកាយសប្បាយចិត្តចាប់ពីពេលនោះមកក្រោយពេលដែលស្រុកទេសទទួលបានឯករាជ្យសន្តិភាពពេញបរិបូរណ៍ក្រោមព្រះរាជបូជនីយកិច្ចរបស់អង្គសម្ដេចឪសមក៏បានវិលទៅប្រកបការងារជាកសិករនៅស្រុកកំណើតវិញដោយរីករាយព្រោះរដ្ឋាភិបាលសង្គមរាស្ត្រនិយមបានបំពេញបំណងរាស្ត្រក្រោយព្រះរាជបូជនីយកិច្ចដឹកនាំរបស់សម្ដេចឪទីក្រុងភ្នំពេញបានរីកចម្រើនលើគ្រប់ផ្នែកគ្រប់វិស័យព្រះអង្គបានរៀបចំឲ្យមានសមាជជាតិគឺនៅពេលនោះមានសមាជជាតិលើកទី9